bạnជំរាបសួរសួស្តីអ្នកទាំងអស់គ្នាបាទថ្ងៃនេះជួបជាមួយខ្ញុំលីណាមនុស្សស្មោះក្នុងក្រុង Royal អីចឹងណាអូខេថ្ងៃនេះខ្ញុំមកចង់ប្រាប់គ្នាយើងដែរលេងនៅក្នុងក្រុងអញ្ចឹងណាកែលោកគាត់អត់ដឹងអត់បានចាប់អារម្មណ៍ពី system នៅក្នុងក្រុងតាក់ទងនឹងបាយទឹកអញ្ចឹងខ្ញុំចង់បញ្ជាក់ប្រាប់គ្នាយើងទៅលើបាយទឹករបស់គ្នាដែលពេលខ្លះអ្នកគ្នាឆ្ងល់ថាបាយទឹកខ្ញុំមិនក៏ខ្ញុំចុចអត់កើតខ្ញុំលេងយូរអញ្ចឹងទៅខ្ញុំចូលមកទុកយូរហើយខ្ញុំអត់បានហូបវាលក្ខណៈថាអត់បានហូបបាយទឹកហ្នឹងស្រាប់តែខ្ញុំប្រើប្រាស់អត់បានអញ្ចឹងខ្ញុំចង់បញ្ជាក់គ្នាយើងថាបាយទឹកក្នុងក្រុងគឺវាផុតកំណត់អញ្ចឹងយើងមានកំណត់អញ្ចឹងយើងឧទាហរណ៍ដូចជីវិតពិតរបស់យើងអញ្ចឹងណាបាយយើងអត់អាចទុកវាបានទៅដល់មួយអាទិត្យឬក៏មួយខែបានទេអញ្ចឹងយើងទុកត្រឹមតែមួយថ្ងៃស្អែកឡើងគឺវាផ្អូមហើយអញ្ចឹងវាដូចគ្នាបាយទឹកគឺវាលក្ខណៈវាផុតកំណត់អញ្ចឹងខ្ញុំឧទាហរណ៍អ្នកគ្នាពេលចូល inventory របស់យើងអ្នកគ្នានឹងឃើញបាយទឹករបស់យើងនេះទឹកយើងវាមានសញ្ញាពណ៌ខៀវអញ្ចឹងមានន័យថាវាអត់ទាន់ផុតកំណត់ទេអ្នកគ្នាវាមានសញ្ញាពណ៌ខៀវអញ្ចឹងមានន័យថាបាយទឹករបស់យើងអត់ទាន់ផុតកំណត់យើងនៅអាចផឹកបានអូខេអញ្ចឹងបើឧទាហរណ៍បាយទឹករបស់អ្នកគ្នាខ្ញុំហូបបាយម្ដងទៀតណាអូខេបាយហូបបានធម្មតាទេតែបើករណីបាយទឹករបស់អ្នកគ្នាលែងចេញពណ៌ខៀវនៅខាងក្រោមមានន័យថាបាយទឹកនោះវាផុតកំណត់ទេអញ្ចឹងអ្នកគ្នាអាចហូបបានទេអញ្ចឹងអ្នកគ្នាត្រូវតែបោះវាក្បត់ចោលហើយបោះវាចូលធុងសម្រាមចោលយើងអាចប្រើការវាបានទេអញ្ចឹងអ្នកគ្នាមិនឆ្ងល់ថាមិនក៏បាយទឹកខ្ញុំទុកយូរទៅខ្ញុំប្រើការអត់បានខ្ញុំចុចអត់ដើរហើយមិនហូបអត់កើតផឹកអត់កើតអញ្ចឹងអាហ្នឹងគឺជាករណីអ្នកគ្នាវាផុតកំណត់អញ្ចឹងខ្ញុំសូមបញ្ជាក់បន្ថែមទៅលើកន្លែងហ្នឹងអញ្ចឹងគ្នាយើងដែលលេងក្នុងក្រុងត្រូវចាំថាបាយទឹកគឺផុតកំណត់អូខេអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេសម្រាប់គ្នាយើងដែលអត់ទាន់បាន subscribe Channel YouTube និង TikTok របស់ខ្ញុំកុំភ្លេចជួយ subscribe និង follow ម្នាក់មួយទុកជាកម្លាំងចិត្តឲ្យខ្ញុំធ្វើវីដេអូបន្តទៀតផងអរគុណច្រើនជូនពរគ្នាយើងសំណាងល្អសុខភាពល្អជួបខ្ញុំនៅវីដេអូក្រោយបាយបាយ